អនុម័តហើយដាក់ឆ្លងសភារឿងច្បាប់កាតព្វកិច្ចយោធាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងបងប្អូនកម្មកររបស់យើងបាទកម្មការនីអត់ទេព្រោះតែប្រុសទេបាទអញ្ចឹងអ្នកខ្លះនឹងឆ្ងល់រឿងនេះខ្ញុំគ្រាន់តែបកស្រាយបឋមទេព្រោះច្បាប់នេះវាមិនទាន់ឆ្លងសភាឆ្លងព្រឹទ្ធសភានឹងដាក់ជាច្បាប់មានប្រជាក្រមដាក់ជាច្បាប់ដំណើរការអាចមានការកែប្រែជាដូចប៉ុន្តែកុំឲ្យមានសំណួរខ្ញុំឃើញបងប្អូនខ្លះយកទៅអត្ថាធិប្បាយវាចំគោលគំនិតប៉ុន្តែការរវត្តវាមានការខុសប្លែកបន្តិចពីការគិតបងប្អូនថា18-25ឆ្នាំត្រូវអនុវត្តកាតព្វកិច្ចភាគច្រើនគិតថាចាប់ផ្ដើមទៅគឺថាត្រូវតែប្រមូលទាំងអស់យកមកតែម្ដងអត់ទេកលឹះរបស់យើងគឺមានប្រទេសជាច្រើនលើពិភពលោកគឺមានការអនុវត្តខុសគ្នាប្រទេសខ្លះដូចសិង្ហបុរីដោយសារប្រជាជនគេតិចអញ្ចឹងគឺស្មើគ្នាទាំងអស់18ឆ្នាំគឺចូលមកទាំងអស់ក្នុងពេលតែមួយសឹងតែទាំងអស់លើកលែងតែបណិទូចទេមិនដល់0.1%ផងដែលអាចឲ្យធ្វើពេលខុសគ្នាប៉ុន្តែនៅសិង្ហបុរីអ្នកដែលគ្រប់អាយុ 8-10 ឆ្នាំក្នុងពេលតែមួយដែលចូលកាតព្វកិច្ចខ្ញុំសួរទៅប្រហែលជាខ្ទង់30000នាក់ក្នុងមួយឆ្នាំអញ្ចឹងប្រទេសខ្លះទៀតគេអត់ធ្វើកាតព្វកិច្ចស្មើពេលជាមួយគ្នាទាំងអស់ទេព្រោះតម្រូវការកងទ័ពឧទាហរណ៍ប្រជាជនគេគ្រប់អាយុ5លាននាក់គេអត់ហៅចូល5លាននាក់នឹងចូលមកធ្វើទ័ពទាំងអស់ទេគេយកតាមតម្រូវការកងទ័ពហើយគេចុចឈ្មោះគេអាចចុចឈ្មោះតាមរយៈចាប់ឆ្នោតដូចនៅប្រទេសជិតខាងយើងនៅតែគេចាប់ឆ្នោតបានន័យថាប្រមាណអ្នកហ្នឹងឧទាហរណ៍អ្នកដែលមានចំឈ្មោះមាន1លាននាក់តែឆ្នាំហ្នឹងគេត្រូវការតែ50000នាក់ទេអញ្ចឹងគេមានតែហៅមកចាប់ឆ្នោតយកតែ50000នាក់អ្នកពីហ្នឹងរួចខ្លួនចាប់ឆ្នាំក្រោយមកចាប់ទៀតរហូតតលតែអាយុផុតកាតព្វកិច្ចអញ្ចឹងសម្រាប់នៅកម្ពុជារបស់យើងគឺយើងយករូបមន្តទី2អញ្ចឹងកុំថា18-25 20ខ្ញុំកំពុងតែរៀនផងតិចទាខ្ញុំទៅយ៉ាងម៉េចអត់ទេយើងមានតាមតម្រូវការនៃកងទ័ពរបស់យើងព្រោះបើយើងនិយាយក្នុងមួយឆ្នាំអាយុ18ឆ្នាំទាំងស្រីទាំងប្រុសដូចមាន30ប្រមាណដល់មិនស៊ូកបុន300000នាក់ជាងអញ្ចឹងក្នុងរយៈពេលក្នុងនោះប្រុសមានប្រហែលជា13-150000នាក់គុណនឹង8ឆ្នាំព្រោះ18ទៅ25 8ឆ្នាំក្នុងមួយឆ្នាំយើងមាន1លាននាក់កងទ័ពមិនអាចយកមក1លាននាក់វឹកវើអត់លុយទេហើយក៏អត់កន្លែងដេកដែរហើយយើងក៏មិនត្រូវការយក1លាននាក់មកដែរក្នុងពេលតែមួយអញ្ចឹងគឺចំនួនប្រមាណគឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំឧទាហរណ៍30000នាក់50000នាក់100,000នាក់បាទនីតិវិធីឥឡូវកំពុងតែពិចារណាពិភាក្សាគ្នាគឺមានរូបមន្ត2រូបមន្តស្ម័គ្រចិត្តនិងរូបមន្តបង្ខំហេតុអីបានថាកាតព្វកិច្ចមានឲ្យស្ម័គ្រចិត្តហ្នឹងបានន័យថាអ្នកនឹងត្រូវតែបំពេញកាតព្វកិច្ចយោធាអ្នកខ្លះគាត់ថាខ្ញុំចង់ធ្វើឆ្នាំនឹងឲ្យហើយខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំនឹងអញ្ចឹងអត្ថិភាពនៃការរើសយើងរើសអ្នកនឹងកុំរំខានអ្នកផ្សេងដែលកំពុងតែជាប់ការងារតែក្នុង1លានអ្នកនឹងដដែលបើស្ម័គ្រចិត្តរើសមិនគ្រាប់អានឹងចូលបង្ខំពាក្យថាកាតព្វកិច្ចអត់មានទៅសុំធ្វើសតិអារម្មណ៍ចូលទេចុចឈ្មោះមកបាទតែវាមានកិច្ចការមួយចំនួនតែត្រូវគិតគូរទី1យើងនិយាយសិនថាតើពីអត្ថប្រយោជន៍នៃកាតព្វកិច្ចយោធាយ៉ាងម៉េចកាតព្វកិច្ចយោធាអត់មានហួសអ្នកខ្លះថាហួស delay ហើយ
អូសម័យហើយអត់ទេប្រទេសមួយចំនួនប្រទេសច្រើនណាស់ដែលនៅរក្សាដដែលប្រទេសដែលបោះបង់ចោលឥឡូវក៏ត្រឡប់មកវិញដែរដូចទៅបារាំងអីធ្លាប់ឈប់ធ្វើម្ដងពេលឥឡូវចាប់ផ្ដើមធ្វើឡើងវិញហើយប្រទេសនៅអឺរ៉ុបដោយសារស្ថានភាពតាក់ទងទៅនឹងវិស័យការពារជាតិគេចាំបាច់ត្រូវតែមានប៉ុន្តែច្បាប់កាតព្វកិច្ចវាមិនមែនតែទៅពង្រឹងវិស័យការពារជាតិទេពង្រឹងវិស័យការពារជាតិស្អីខ្ញុំមិននិយាយលម្អិតទេប៉ុន្តែខ្ញុំគ្រាន់បញ្ជាក់ថាការអប់រំការយកយុវជនប្រជាពលរដ្ឋយើងមកបំពេញកាតព្វកិច្ចយោធាមិនមែនជារឿងដែលយើងត្រូវតែធ្វើមិនមែនតែជាធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេវាបានផលទៅដល់សង្គមទី1យុវជនទទួលបានការវឹកហាត់លុតដំវិន័យសីលធម៌ច្បាស់លាស់ចង់ឯងស្ទាវមិនក៏ដោយចូលមកកាតព្វកិច្ច2ឆ្នាំខ្ញុំជឿថាវិន័យប្រកាសជាចាក់ស្រេះក្នុងអ្នកឯងហើយបាទគេគ្មានតបទំនើងទេវាគ្មានតែក្មេងទំនើងបាទទី1ការបដិបដាលនៅវិន័យសីលធម៌អប់រំធ្វើការជាក្រុមបាទដើម្បីបម្រើជាតិមាតុភូមិមិនមែនក្រុមដើម្បីកាប់គ្នាតាមដងផ្លូវនោះទេបាទអញ្ចឹងអ្នកនឹងចេញទៅវិញឱកាសដែលគាត់រៀនបាន2ឆ្នាំលុតដំ2ឆ្នាំវិន័យបាន2ឆ្នាំចេញទៅវិញคล้ายទៅជាធនធានមនុស្សមួយដែលល្អនៅក្រៅប្រទេសភាគច្រើនរវាងមនុស្ស2នាក់ម្នាក់ដែលឆ្លងកាត់កាតព្វកិច្ចយោធាមនុស្សដែលអត់ឆ្លងទៅរកការងារគេយកអ្នកដែលមានកាតព្វកិច្ចយោធាដែលជាប់កាតព្វកិច្ចយោធាដោយសារអីទី1វិន័យស្ដាប់ងាប់តែទី2គឺជំនាញនិងបំណិន2ឆ្នាំនៅក្នុងការបម្រើក្នុងកងទ័ពនេះមិនមែនយកទៅហាត់ត្រឹមតែយុទ្ធវិធីបាញ់កាភ្លើងនោះទេកងទ័ពគឺមានវគ្គវឹកវើច្រើនបាទហើយយើងនឹងធ្វើការងារមួយចំនួនត្រៀមលក្ខណៈបដោះបដាលមួយចំនួនមុននឹងគាត់ជាប់កាតព្វកិច្ចទៀតត្រូវបដោះបដាលស្អីខ្លះដើម្បីចេញទៅបើគាត់ចាប់អារម្មណ៍បាទបំណិនមួយចំនួនដែលយើងត្រូវបំពាក់ឲ្យអញ្ចឹងកងទ័ពម្នាក់ចេញមកយុវជនម្នាក់ដែលឆ្លងកាត់សមត្ថភាពអាចពួយអញ្ចឹងคล้ายទៅជាកម្លាំងពលកម្មមួយដែលខ្លាំងក្លាដែលមានសក្តានុពលប្រជាពលរដ្ឋយើងប្រទេសយើងក៏នឹងមានយុវជនដែលបានការបដិបដាលហាត់ពុតលុតដំវិន័យនេះគឺជាផលទៅដល់នៃច្បាប់កាតព្វកិច្ចយោធាបដិបដាលនៅក្នុងថ្នាលបដិនៃកងទ័ពតែផលទាំងមូលបានទៅក្នុងសង្គមទាំងមូលហើយច្បាប់កាតព្វកិច្ចយោធានេះគឺអនុវត្ត18ទៅ25ចប់អ្នកជាប់ច្បាប់កាតព្វកិច្ចចេញទៅធ្វើការចុះស្ថិតនៅក្នុងគេហៅថាយោធិនបំរុងរហូតដល់អាយុ45ឆ្នាំបានន័យថាម៉េចកងទ័ពនឹងមានអង្គភាពបំរុងក្នុងមួយឆ្នាំអាចត្រូវហៅមកហាត់មួយខែមួយអាទិត្យឬ2អាទិត្យប៉ុណ្ណឹងឯងដើម្បីដោះខាត់ជំនាញឲ្យត្រឡប់ទៅវិញចុះនៅក្នុងពេលដែលបងប្អូនមកបំពេញកាតព្វកិច្ចឬមួយក៏ជាទាហានកាតព្វកិច្ចឬមួយក៏ជាយោធិនបំរុងកន្លែងការងារត្រូវធានាកន្លែងការងារឲ្យគាត់តួនាទីឲ្យគាត់ស្អីឲ្យគាត់ពេលចប់ទៅវិញត្រូវអត់មានកាត់អត់មានអីទេបាទអាហ្នឹងត្រូវតែធ្វើជាកាតព្វកិច្ចដើម្បីការពារបងប្អូនមួយចំនួនគេមើលតាម Facebook ចូលមកខ្ញុំកំពុងធ្វើការហៅខ្ញុំទៅហាត់ទៅធ្វើកាតព្វកិច្ចមកវិញមិនគេកាត់ខ្ញុំចោលបាទឬមួយក៏ទាហានបំរុងទៅហាត់2អាទិត្យមកវិញគេធ្វើម៉េចបាទអត្ថប្រយោជន៍ដែលបានទី1ស្អីដែលតបធម្មតាបានទាំងអស់លើកលែងតែប្រាក់ឧបត្ថម្ភបានន័យថាប្រាក់ហូបចុកកន្លែងស្នាក់នៅឯកស្ថានការវឹកវើចំណាយវឹកវើ
ស្អីទាំងអស់បូកជាមួយនឹងឈឺស្កាត់អីគឺរដ្ឋធានាទាំងអស់ទាហានអាជីពមានវិវត្តទាហានកាតព្វកិច្ចមានប្រាក់ឧបត្ថម្ភបន្ថែមអញ្ចឹងបើប្រាក់ឧបត្ថម្ភនេះបើយើងគិតជាផ្នែកមួយឬមួយវិវត្តនៃទាហានតិចទេនៃការចំណាយបរដ្ឋទៅលើវាជាមួយផ្នែកគត់បាទខុសពីឯកជនគឺឲ្យប្រាក់ខែតែប៉ុណ្្នឹងដោះស្រាយខ្លួនឯងទៅធ្វើដំណើរស្នាក់នៅហូបចុកឈឺស្កាត់ដោះស្រាយទៅកន្លែងខ្លះនៅការងារមានបសសហើយបើគិតយោធិនកាតព្វកិច្ចនេះ